ថ្ងៃនេះគឺជាពេលវេលាដ៏សំខាន់មនុស្សយន្តតូចមួយបានភ្ញាក់ឡើងជាលើកដំបូងជំហានតូចៗរបស់គេបង្ហាញថាការរៀនចាប់ផ្ដើមហើយក្រៅមន្ទីរពិសោធន៍រីបូបានជួបក្មេងស្រីឈ្មោះលីណាដែលសប្បាយចិត្តចង់ជួយគេរៀនពីធម្មជាតិពីផ្កាពីខ្យល់និងពីពិភពជុំវិញខ្លួនរីបូព្យាយាមជួយមនុស្សទាំងអស់តែពេលខ្លះក៏មិនទាន់ដឹងត្រូវធ្វើដូចម្តេចដែរមួយថ្ងៃរីបូបានធ្វើខុសនិងមានអារម្មណ៍ថាត្រូវការច្រើនក្នុងការរៀនលីណាបានប្រាប់គេថាកុំបោះបង់ទេរាល់ការរីកចម្រើនចាប់ពីការខកមុនគេរីបូចាប់ផ្ដើមរៀនឡើងវិញជាមួយការអត់ធ្មត់និងភាពខិតខំចុងក្រោយគេបានជោគជ័យមនុស្សគ្រប់គ្នាសប្បាយចិត្តនិងកោតសរសើររីបូបានរៀនមិនត្រឹមតែជំនាញទេតែបានរៀនថាការខិតខំគឺជាកម្លាំងដ៏អស្ចារ្យបំផុត